សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងបង្ហាញអំពីការរបៀបនៃការរុំដុំភ្លើងណារុំដុំភ្លើងដោយសារតែខ្ញុំភ្ជាប់ជាមួយនឹងទ្រឹស្ដីដែលខ្ញុំបង្ហាញអំពីរបៀបនៃការគណនារុំដុំភ្លើងដែលយើងប្រើស្នូដែកអញ្ចឹងយើងដឹងហើយប្រភេទដុំភ្លើងយើងវាមានប្រភេទស្នូដែកវាមានស្នូខ្យល់ហើយស្នូប្រេងអញ្ចឹងទៅឬក៏ប្រភេទ ferrite អញ្ចឹងមកដែលការគណនាវាអត់ដូចគ្នាទេអញ្ចឹងវាមានរាងជ្រុងរាងមូលអីចឹងមកវាមិនខុសវាមិនដូចគ្នាទេបាទរៀងគឺខុសគ្នាដែលការ design របស់ក្រុមហ៊ុនគេមកអញ្ចឹងយើងមើល transform នេះគឺជាប្រភេទ step down ដែលយើងដឹងអាច step down បានដោយសារតែភ្លើងវាចូលខ្លាំងចាញ់តិចបាទ step down អញ្ចឹង transform មានតួនាទីសម្រាប់ step up និង step down គឺតម្លាក់ភ្លើងនិងតម្លើងភ្លើងអញ្ចឹងយើងចង់ចូល220ចេញលើស220ក៏បានដែរអញ្ចឹងអ្នកនេះគេប្រើជា step down មានន័យថាភ្លើងវាត្រូវបានធ្លាក់ចុះអញ្ចឹងនៅក្នុង transformer មូលហេតុដែលវាឆេះណាខ្ញុំនិយាយពីមូលហេតុសិនវាមិនមែនសុកវាឆេះទេអញ្ចឹងមូលហេតុដែលវាឆេះឧទាហរណ៍ថាទី1គឺរុំចំនួនជុំនឹងការគណនាវាខុសអញ្ចឹងនៅក្នុងវីដេអូហ្នឹងគឺខ្ញុំបង្ហាញអ្នកនរគ្នាអំពីរបៀបនៃការគណនាភ្ជាប់ជាមួយនឹងមេរៀនមុនខ្ញុំអត់យកចំនួនជុំតាមគេទេគឺខ្ញុំគណនាអញ្ចឹងវិធីសាស្ត្រនៃការរុះវាឲ្យរុំវាឡើងវិញអ្នកនរគ្នាអាចមើលចំនួនជុំវាចំនួនជុំដែលរុះទៅប្រហែលជុំបន្ទាប់មកយើងគណនាប៉ុណ្ណឹងត្រូវជុំអត់អញ្ចឹងបើខុសតិចតួចអីគឺអត់អីទេតែបើខុសខ្លាំងយើងយកតាមការគណនាព្រោះការគណនាវាជារូបមន្តទូទៅដែលវាច្បាស់ជាជាងការរុះហ្នឹងហើយមួយទៀតការឆេះរបស់វាទី2អាហ្នឹងទី1គឺការរុំទី2ការឆេះរបស់វានឹងតាក់ទងជាមួយនឹងយើងប្រើអត់គ្រប់អំពែឧទាហរណ៍ថាជីទូទៅយើងឃើញ transformer step down គឺប្រើជាមួយនឹង amplifier ច្រើនអញ្ចឹងឧទាហរណ៍ថា ampli នឹងវាស៊ី10អំពែស្រាប់តែយើងរុំចំនួនខ្សែរបស់យើងអត់គ្រប់10អំពែទេយើងរុំបាន8អំពែឬ7អំពែណាអញ្ចឹងវាធ្វើឲ្យភ្លើងហ្នឹងធ្វើការខ្លាំងនៅពេលដែលបាសអុកខ្លាំងអញ្ចឹងនៅពេលបាសយើងដឹងហើយសលេងដែលលឺធ្ងន់អុកទៅក្តឹងពេល subwoofer ហ្នឹងនៅពេលដែលអុកទៅលឺខ្លាំងវាទាញអំពែអញ្ចឹងទាញពីណាគឺទាញពី transformer ហើយ transformer យើងអត់គ្រប់អំពែវាធ្វើឲ្យឆេះដែរអាហ្នឹងបញ្ហាទី2ហើយបញ្ហាទី3មូលហេតុដែលវាឆេះអញ្ចឹង transformer មិនមែនសុទ្ធតែឆេះទេអញ្ចឹងបញ្ហាទី3ដែលវាឆេះហ្នឹងគឺតាក់ទងជាមួយនឹង protect បាទ CP protect គឺជាតាក់ទងជាមួយនឹង diode diode តាក់ទងជាមួយនឹង positiveចឹងឧទាហរណ៍ថានៅក្នុង transformer យើងអត់ដាក់ positive ទេនៅពេលដែលវាក្តៅខ្លាំងវាបញ្ហាវានឹងអត់ដាច់ positive ទេគឺឆេះ transformer ណាហើយយើងគិតថាជួយដាក់ positive បាទតែដាច់ពេកដាក់អីដាច់មើលបាទដាក់ដាច់គឺបានឆេះ transformer ជោគជ័យអូខេទី3ចំណែកទី4គឺតាក់ទងជាមួយនឹងចំនួនដែលគេរោបហ្នឹងគេប្រើលួសឬក៏ប្រើដរ៉ានេះទៅចំណាំដរ៉ាគឺវាពណ៌សហើយស្រាលស្រាលចំណែកលួសយើងគឺធ្ងន់អញ្ចឹងប្រសិនបើនៅ transformer យើងប្រើដរ៉ាគឺវាចាប់ខូចបាទពេលដែលក្តៅមើលវាឆេះហើយបាទហើយ motor ក៏អញ្ចឹងអ្នកនេះអាចមើល motor ខ្លះទៅទិញធូរថ្លៃ motor ថោកទៅទិញអាផ្ទះនោះលេងម៉ែតម្លៃ100ជាងទិញផ្ទះនេះអត់ដល់100ផងហើយយើងសប្បាយចិត្តណាទិញដល់ពេលប្រើទៅឆេះទៅរើឡៃជាងថាបងឥឡូវមកឲ្យចង់រុំអាដូចមុនឬក៏ប្រើខុសមុនអាខុសមុនថ្លៃជាងរុំអស់ប៉ុណ្ណេះអាដូចមុនតែប៉ុណ្ណេះតែយុឆ្ងល់ហ៎តែឆ្ងល់ហ៎អញ្ចឹងយើងមិនបាច់ឆ្ងល់ទេវាអាចតាក់ទងជាមួយនឹងប្រើលួសនិងដរ៉ាណាយើងអាចចំណាំអញ្ចឹងទៅអញ្ចឹង transformer នៅពេលដែលយើងដោះអ្នកនរគ្នាណាបញ្ជាក់តិចយើងអាចលាបសាំងឬក៏លាបសាំងក្អូបអីចឹងទៅដើម្បីឲ្យវារលាយវាក់នីដែលគេបាញ់ហ្នឹងជាទូទៅថាហេតុអ្វីបានគេបាញ់វាក់នីនៅក្នុងហ្នឹងអ្នកនេះត្រូវដឹងថានៅពេលដែល transformer នៅពេលដែលគេរុំចូលទៅហើយនៅពេលដែលដាក់ភ្លើងចូលនៅពេលដែល electromagnetic ដែនរបស់វាដែលដើរហ្នឹងវានឹងរត់នៅជុំវិញដែនរបស់ដែកដៃ E ហ្នឹងអញ្ចឹងនៅពេលដែលវារត់ហ្នឹងគឺវាបង្កើតជាចលនាចរន្តអាំងល្វីហ្នឹងគឺចរន្តចរះមកវិញតមកធ្វើឲ្យដុំនឹងលាន់ត្រូវយល់ពីគោលការណ៍ហ្នឹងទៅអញ្ចឹងនៅពេលដែលដុំវាលាន់អញ្ចឹងយើងដឹងឲ្យដុំវាលាន់ដោយសារអីដោយសារដែកដែលយើងដាក់ហ្នឹងអត់ល្អទេវាអាចមានចំហមានល្ងាចព្រោះភ្លើងវា220ដែនមកតិចវាខ្លាំងវាធ្វើឲ្យមានបញ្ហាអញ្ចឹងគេត្រូវការដាក់វាក់នីឲ្យវាចិត្តឬក៏អ្នកខ្លះគេបាញ់កាវអញ្ចឹងត្រូវតែកាវវាពិបាកដោយសារតែដល់ពេលយើងដោះធ្វើលើក្រោយទៅវាពិបាកនឹងដោះណាគេបាញ់វាក់នីទៅតែវាក់នីហ្នឹងគាត់តែយើងដាក់ប្រេងយើងដាក់ខ្លាញ់យើងដាក់សាំងដាក់អីចឹងទៅវានឹងធ្វើឲ្យវាក់នីនឹងលាយយើងងាយស្រួលក្នុងការដោះចឹងអ្នកគ្នាអាចដាក់វាក់នីតិចអញ្ចឹងមកគឺដាក់នៅលើហ្នឹងទៅឲ្យវាលាយយើងអាចកោះឲ្យចឹងមកបានដែរបាទអញ្ចឹងយើងបន្ទាប់ពីយើងទុកវាមកស្បក់មកយើងអាចឆ្កឹះដែកដែលអ៊ីនឹងចាញ់បាទគឺឆ្កឹះវាបន្តិចទៅវាងាយស្រួលនៅក្នុងការដោះណាអញ្ចឹងចំពោះtransformer អ្នកនរគ្នាមើលប្រភេទដែកវាផងនៅពេលដែលយើងដោះហ្នឹងណាថាតើដែកនិងដែក E ហ្នឹងជាប្រភេទស្លឹកទុនឬស្លឹកដឹងអញ្ចឹងបើយើងដោះទៅជាប្រភេទស្លឹកទុនយើងដឹងហើយប្រភេទហ្នឹងល្អបាទរបស់ហ្នឹងល្អយើងរុំឧទាហរណ៍ថាយើងរុំ5ជុំចេញ5វ៉ុលឧទាហរណ៍របស់ល្អ
ចំណែករបស់ដល់គេរៀងរឹងជាងហ្នឹងយើងដឹងឲ្យរុំ5វ៉ុលអត់ចេញ5វ៉ុលទេ5ជុំអត់ចេញ5វ៉ុលទេវាអាចចេញ4វ៉ុលក្បៀស8ក្បៀសអញ្ចឹងទៅអញ្ចឹងវាអាចខុសគ្នា0.2អញ្ចឹងទៅអញ្ចឹងឧទាហរណ៍ថាខុសអញ្ចឹងយើងធ្វើម៉េចកុំឲ្យរុំខុសគឺអ្នកគ្នាអាចលេងលួចយើងអាចលេងលួចណាអញ្ចឹងឧទាហរណ៍ថាយើងរុំ11វ៉ុលកន្លះបានវាចេញ10វ៉ុលឧទាហរណ៍ណាយើងរុំអញ្ចឹងវិញបាទគឺយើងលួចហៅលួចលេខណាអញ្ចឹងនៅពេលដែលយើងផ្គុំវិញអញ្ចឹងនៅពេលដែលផ្គុំវិញយើងត្រូវមានវគ្គនេះបិទវាបើអត់មានទេវាលាន់បើយើងចាប់ណែនល្អអត់លាន់ទេអាហ្នឹងជាបញ្ហាអញ្ចឹងបើរបស់គេអត់លាន់សោះដល់ពេលយើងដោះឲ្យរុំដាក់ចូលវិញសត្វតែលាន់ដុំអាហ្នឹងយើងអាចដឹងថាមូលហេតុអីអញ្ចឹងបញ្ហាតកតងជាមួយនឹងការរុំរបស់យើងគ្រប់ជុំអត់1ទី2តកតងជាមួយនឹងតែដែលអីហ្នឹងដាក់ទៅវាណែនល្អអត់វាអឹបល្អអត់បាទគឺបញ្ហាវាអញ្ចឹងនៅក្នុងនេះយើងអាចដោះវាទាំងអស់មកអ្នកនរគ្នាណានៅពេលដែលយើងទុកវាមកស្បកហើយវានឹងងាយស្រួលក្នុងការដោះដែរកាលណាយើងដាក់វាមកផ្លែតអញ្ចឹងយើងដោះភ្លាមវាអត់ទាន់ជ្រាបលាយកាយនឹងអស់អញ្ចឹងរៀងពិបាកដោះរៀងតឹងអញ្ចឹងយើងពិបាករៀងឆ្កឹះវាអញ្ចឹងនៅក្នុងការរុំ transformer នេះគឺការទម្លាក់ភ្លើងគឺមានន័យថាចូល220ចេញ110អញ្ចឹងយើងប្រើ snow តែមួយទេគឺរបៀបនេះគឺ snow តែមួយទេយើងអត់ប្រើ snow 2ទេអញ្ចឹងបើរបស់ល្អយើងព្រោះតែប្រើ snow 2ដោយសារអី snow 2នៅពេលដែលឆេះគឺឆេះតែមួយឯងវាអត់ឆេះទាំងពីរឯងចំណែក snow 2 snow 1ចេះគឺវាឆេះទាំងអស់ហើយដោយសារអីនៅពេលដែលឆេះនឹងវាក្តៅខ្លាំងវាឆេះពេលដែលក្តៅនឹងវាលួយជាប់ទៅប៉ះវគ្គនេះផ្សេងធ្វើឲ្យផ្សេងឆេះទៀតជួនកាលទៅឆេះរហូតទៅដល់គ្រឿងទទួលនឹងទៀតវាអាចមានបញ្ហាអញ្ចឹងគុណសម្បត្តិវាមានអញ្ចឹងណែគុណវិបត្តិវាអញ្ចឹងបើយើងប្រើ snow 2វាឆេះតែចូលអត់ចាញ់អត់ឆេះទេគ្រឿងយើងអេឡិចត្រូនិកយើងខាងមុខអត់ឆេះទេអញ្ចឹងជាទូទៅយើងធ្លាប់ជួបការប្រើប្រាស់ transformer គឺគេប្រើសម្រាប់ភាគច្រើនគឺប្រើជាមួយ amplifier ជាទូទៅចំនួនមុនគេប្រើច្រើន amplifier នៅពេលដែលភ្លើង amplifier យើងនៅពេលដែលយើងបើកបាសអុកខ្លាំងអុកធ្ងន់គេហៅ subwoofer ហ្នឹងនៅពេលដែលអុកធ្ងន់ក្តឹងហ្នឹងគឺវាប្រើ ampere ដើម្បីទៅអុកអញ្ចឹងសួរថា ampere ហ្នឹងយកមកពីណាអញ្ចឹងគឺយកមកពី transformer ហ្នឹងឯងអញ្ចឹងឧទាហរណ៍ថា amplifier យើងស៊ី10 ampere transformer យើងក៏10ដែរកាលណាយើងដាក់8ឬក៏ដាក់ក្រោមហ្នឹងទៅវាធ្វើឲ្យការអុកនឹងខ្សោយអញ្ចឹងឧទាហរណ៍ថា transformer យើងឆេះ ampli ឆេះយើងយកឲ្យជាងធ្វើถ้าតែយកទៅឲ្យធ្វើគេយកមករុំឲ្យយើងប្រើប្រាស់តែប្រើទៅដុំក្តៅអញ្ចឹងយើងដឹងថាដុំក្តៅដោយសារអីដោយសារគេអាចរុំនឹងអត់គ្រប់ជុំឬក៏គេប្រើដរ៉ារុំអញ្ចឹងណាយើងអាចដឹងអញ្ចឹងទី2បើសិនបើអុកអត់ណែនល្អទៀតយើងអាចដឹងហើយអាចដឹងថាគេអាចរុំនឹងខ្សែតូចជាងមុនយើងអាចដឹងអញ្ចឹងវាមិនសមមាត្រអញ្ចឹងវាត្រូវការទាញអំពែវាទាញភ្លើងអញ្ចឹងនៅក្នុង amplifier ធ្វើការបាទអញ្ចឹងនៅក្នុង transformer វាឆេះអីខ្ញុំប្រាប់ពីមូលហេតុហើយយើងអាចនឹងដោះវាចេញនៅក្នុងហ្នឹងមកអញ្ចឹងយើងអាចមានវិធីរាប់ចំនួនជុំដូចខ្ញុំប្រាប់ជាក់ស្ដែងអញ្ចឹងយើងអាចដោះហ្នឹងយើងរាប់ចំនួនជុំជាមួយនឹងម៉ាស៊ីនយើងថាតើប្រហែលជុំបន្ទាប់មកយើងរុំទៅវិញប៉ុណ្ណឹងបាទហើយយើងឆ្កឹះរៀងពិបាកឆ្កឹះនេះឃើញទេអញ្ចឹងនៅក្នុងនេះដើម្បីឲ្យងាយស្រួលក្នុងការដោះឲ្យបាក់ឆ្កឹះគឺយើងអាចប្រើសាំងយើងដែរដូចមិញអញ្ចឹងយើងអាចដាក់លាបវានៅនឹងឲ្យត្រាំបាទត្រាំឲ្យវាល្អជាងហ្នឹងទៅគឺដើម្បីឲ្យវាគុណភាពវាល្អបាទហើយងាយស្រួលក្នុងការដោះអញ្ចឹងការវាស់វាគឺរបៀបវាស់គឺគេវាស់ចេះណាគឺវាស់ចេះអ្នកនរគ្នាអាចវាស់មកនេះប្រវែងម៉ានអញ្ចឹងមកអញ្ចឹងនៅក្នុងមេរៀនខ្ញុំបានបញ្ជាក់ដែររបៀបវាស់ណាគឺយើងអាចវាស់មើលຂະຫນាតវាទៅយកទៅតឹងប្រមាណបដោយប្រមាណបន្ទាប់មកយើងគុណនឹកឃើញកន្លាផ្ទៃអញ្ចឹងដើម្បីឲ្យសកាត់ឲ្យច្បាស់ជាងហ្នឹងគឺយើងយកម៉ែត្រយើងរលេខចន្លោះដែលវាបន្ទាត់ដូចធរចាប់ពីធនយក80 ម៉ែត្រពីចាស់អញ្ចឹងយើងដាក់ចំណុច80ហ្នឹងឲ្យចំនៅក្នុងកន្លែងស្នូហ្នឹងទៅយើងវាស់មើលតឹងវាប្រមាណហើយបដោយវាប្រមាណណាដាក់ចំទៅដើម្បីឲ្យសកាត់ឧទាហរណ៍ថាវាក្បៀសមលេខដាក់ក្បៀសមលេខក្បៀស2ដាក់2ចឹងមកវាស្រួលយើងគុណទៅរូបមន្តហ្នឹងចេញមកទៅច្បាស់អញ្ចឹងការវាស់បើសិនបើយើងយកចុងម៉ែត្រមកវាស់វាអាចលំអៀងណាវាអាចលំអៀងណាអញ្ចឹងដើម្បីឲ្យសកាត់គឺយើងយកកន្លែងហ្នឹងមកដាក់ចំមកកន្លែងសកាត់ហើយអញ្ចឹងពេលដែលយើងវាស់ຂະຫນាតហើយយើងអាចកណនាតាមរូបមន្តយើងមកដែលខ្ញុំបង្ហាញហ្នឹងយើងអាចកណនាដឹងថាតើរុំប្រមាណជុំបាន220វ៉ុលហើយអញ្ចឹងនៅក្នុងនេះនៅពេលដែលយើងរៀបដោះវាគឺយើងត្រូវការលាបសាំងក្អូបឬក៏លាបប្រភេទឲ្យលាយវេតកលវេតអីឲ្យវាលាយវគ្គនេះដែលវាឆេះរលួយហ្នឹងណាអញ្ចឹងបើយើងអត់ដាក់អញ្ចឹងទេយើងទាញមកវាពិបាកវាអាចដាច់ខ្សែវាអីអញ្ចឹងណាវាស្អិតជាប់ហ្នឹងណាអញ្ចឹងយើងដាក់លាបវាបន្តិចមកយើងទុកវាចោលព្រោះយើងដឹងហើយនៅក្នុងខ្សែលួសរបស់យើងគេក្រុមមេដោយវគ្គនេះមិនឲ្យឆ្លងទេអញ្ចឹងកាលណាវាឆេះក្តៅទៅវាឆ្លងកាលណាវាឆ្លងទៅវាស្អិតជាប់គ្នាពួកកាយហ្នឹងមិនមែនឆ្លងទៅហូរបាត់ទេវាស្អិតជាប់នៅហ្នឹងណាអញ្ចឹងយើងត្រូវការដាក់សាំងអីអញ្ចឹងទៅដើម្បីឲ្យវាហ្នឹងលាយជ័រហ្នឹងបានយើងអាចដោះបានហើយបន្ទាប់មកយើងឆ្កឹះអាច័រហ្នឹងចេញទៅយើងដល់វិធីឆ្កឹះជ័រហ្នឹងចេញទៅហើយយើងនឹងទៅរុះ
ចឹងនៅក្នុងការរុះ transformator ហ្នឹងយើងអាចទាញវាក៏បានឬក៏មិនអញ្ចឹងទេគឺយើងអាចប្រើជាមួយម៉ាស៊ីនយើងសម្រាប់រុះដើម្បីក្នុងចំនួនជុំអញ្ចឹងដើម្បីជាក់ស្ដែងជាទូទៅនៅពេលដែលយើងរុំដុំភ្លើងភាគច្រើនគឺយើងប្រើជាមួយនឹងម៉ាស៊ីនយើងរុះប្រហែលជុំយើងរុំចូលវិញបាទគឺរុំរបៀបនេះក៏បានដែរប៉ុន្តែឧទាហរណ៍ថាការកណនីរបស់គេឬក៏គេរុំមកខ្វះជុំក៏មានបញ្ហាដែរព្រោះយើងដឹងហើយយើងអាចចេះលួចជុំបានដោយសារដែក E ដែក E របស់យើងហ្នឹងវាស្លឹកវាល្អអត់បើស្លឹកវាទន់ល្អយើងដឹងថារុំទៅ10ជុំចេញ10ជុំហើយតែបើស្លឹកនឹងខុសយើងអាចលួច2 3ជុំទៅដើម្បីឲ្យភ្លើងនឹងចេញទៅវាតម្រូវតាមអ្វីដែលយើងត្រូវការអញ្ចឹងឧទាហរណ៍ថាយើងចេញ30 វ៉ុលរុំ30ជុំប៉ុន្តែចំពោះដែក EDI យើងផ្លាកវាអត់ល្អទេយើងមើលទៅវាមិនមែនជារបស់ល្អយើងអាចរុំវា33 34អញ្ចឹងទៅដើម្បីឲ្យវាចេញ30 វ៉ុលអញ្ចឹងទៅអាហ្នឹងយើងត្រូវចេះលួចអញ្ចឹងយើងជាងណាអញ្ចឹងនៅក្នុងម៉ាស៊ីនរុំយើងត្រូវការដាក់វាហើយគឺយើងដាក់វាចំណុច0កាច់វាមក0វិញមកហើយយើងទាញវាទៅថាតើយើងចង់ទាញវាប្រមាណឲ្យអស់វាប៉ុណ្ណឹងប្រមាណជុំយើងអាចដឹងឲ្យថាអូក៏ទៅចំនួននេះ110 វ៉ុលអញ្ចឹង110 វ៉ុលហ្នឹងវាប៉ុណ្ណេះជុំអញ្ចឹងប៉ុណ្ណេះជុំយើងកណនាតាមរូបមន្តដែលយើងបានរៀនមើលវាត្រូវអត់អញ្ចឹងបើកណនាទៅអាចខុសឬក៏ត្រូវទីទួចអីខុសទីទួចអីគឺយើងអាចទទួលយកបានតែបើខុសច្រើនយើងត្រូវវាស់សក្តិសាមីតតាវាសក្តិអញ្ចឹងការរុំហ្នឹងគឺខ្ញុំអត់បង្ហាញទេដោយសារយើងមានប្របាកអីទេក្នុងការរុំខ្ញុំនិយាយពីការរុំវិញដើម្បីកណនាអញ្ចឹងនៅក្នុងការរុំហ្នឹងយើងដឹងហើយនៅពេលដែលរុំវាបញ្ចូលថ្មីយើងត្រូវការសម្អាត snow ហ្នឹងឲ្យស្អាតព្រោះកាលណាមិនស្អាតទេយើងរុំទៅវាអាចកប៉េងកប៉ោងឬក៏វាអាចធ្វើឲ្យការរុំរបស់យើងហ្នឹងវាចេញលើសដាក់ទៅវាទើសដែកអីចឹងទៅអញ្ចឹងយើងត្រូវការរុំវាស្អាតតបមករុំពេលដែលរុំទៅយើង reset វាអញ្ចឹងមកយើងមូវាមើលវាឡើងលេខអត់នេះអញ្ចឹងយើងមូទៅវាឡើងលេខ1លេខ2អញ្ចឹងមានន័យថាជុំវាឡើងធម្មតាអញ្ចឹងយើងកណនាតាមរូបមន្តដែលយើងរុំហ្នឹងយើងរុំប្រហែលជុំបាទខ្ញុំកណនារូបមន្តហើយចាំខ្ញុំសរសេរជាលើ screen នៅលើហ្នឹងអញ្ចឹងយើងរុំទៅយើងបង្វិលធម្មតាអញ្ចឹងអ្នកនរនេះគឺយើងដាក់ឲ្យយើងបង្វិលទៅយើងទាញឲ្យតឹងហើយយើងរត់ទៅរត់មកថ្មិចឲ្យខ្សែលុះរបស់យើងហ្នឹងនៅលើ snow ហ្នឹងគឺវាស្មើល្អបាទគឺទាញទៅទាញមកហើយគ្រប់នឹងចំនួនជុំរបស់វាអញ្ចឹងចំនួនជុំហ្នឹងគឺយើងមានរូបមន្តរបស់យើងគឺយក42ចែកជាមួយនឹងកាឡាផ្ទៃអញ្ចឹងកាឡាផ្ទៃរបស់យើងគឺស្មើបណ្ដោយគុណនឹងតឹងអញ្ចឹងយើងចែកទៅវាឃើញប្រមាណវ៉ុលប្រមាណជុំនៅក្នុង1វ៉ុលយើងយកគុណនឹង220មកគឺប៉ុណ្ណឹងជុំហើយបាទអញ្ចឹងគឺខ្ញុំរុំរហូតលុះការតែពេញអ្នកនរណាយើងរុំរហូតទៅអញ្ចឹងចំនួនដែលពេញដែលយើងកណនារូបមន្តហ្នឹងខ្ទង់700ជាងបាទគឺខ្ញុំរុំដូចជា700ជាងកណនាហ្នឹងអញ្ចឹងយើងសិនបើរុំទៅឃើញលើសចេះបាទយើងលើសចេះគឺយើងតម្លាក់វានៅសល់មកក្រោមវិញអញ្ចឹងតម្លៃវាគឺ756បាទ56 55ហ្នឹងអញ្ចឹងនៅពេលដែលចំនួនប៉ុណ្ណឹង220ជុំគឺយើងត្រូវខាន់ដោយ plastic មួយមានន័យថាយើងខាន់ផ្នែកខាង primary ហើយចំណែក secondary គឺយើងរុំនៅលើហ្នឹងដែរបាទគឺយើងរុំអញ្ចឹងមកអ្នកនរណាហើយអាហ្នឹងយើងទិញមកមានប្រដាប់ខាន់ដើម្បីយើងចង់បានស្លឹកពណ៌អីក៏បានដែរគឺយើងតែងយើងទៅយើងគិតថាមួយណាបច្ចេកទេសយើងស្រួលប៉ាយើងយកមួយហ្នឹងមកអញ្ចឹងយើងខាន់នេះគឺសម្រាប់ឲ្យ primary និង secondary អត់ឲ្យប៉ះគ្នាទេអញ្ចឹងឧទាហរណ៍ថាវាក្តៅល្មមក៏វាអត់ឆ្លងទៅដល់ primary ដែរអញ្ចឹងយើងដឹងហើយប្រភេទ primary ហើយនិង secondary ហ្នឹងសិនបើគេផ្សារ snow ខុសគ្នាទោះបីវាឆេះមិនក៏អត់ប៉ះពាល់ដែរប៉ុន្តែនៅក្នុងលក្ខខណ្ឌដែលគេប្រើ snow មួយអញ្ចេះគឺចាំបាច់គឺយើងត្រូវតែខាន់ដោយ isolon ដើម្បីការពារវាហើយបន្ទាប់មកយើងនឹងធ្វើការរុំចំនួន110ចេញទៀតអញ្ចឹង220គឺយើងរុំចូលហើយតម្លៃប៉ុណ្ណឹងបន្ទាប់មកយើងយក110ហ្នឹងគឺយើង reset មួយយើងយកលុះបន្ទាប់មកយើងយកលេខ220មិញហ្នឹងយកចែកនឹង2ឬក៏ប្រើរូបមន្តរបស់យើងហ្នឹងគឺយកគុណនឹង110ក៏បានដែរតម្លៃលេខរបស់យើងអាចមានវិធី2អញ្ចឹងនៅពេលដែលយើងរុំរួចរាល់ហើយខ្ញុំរុំរួចរាល់ហើយខ្ញុំដាក់រួចរាល់ហើយអ្នកនរនេះណាយើងដាក់ដែក E ដែកចូលវិញណាគឺខ្ញុំកាត់ទេដោយសារតែរុំវាប្រាប់ម្ដងហើយមិញណាអញ្ចឹងពេលរុំហើយយើងដាក់ដែក EDI វិញបាទគឺដាក់របៀបហ្នឹងទៅដាក់ឲ្យវាណែនណាអញ្ចឹងនៅក្នុងដែក EDI នេះគេដាក់ជាប្រអប់អ្នកនរនេះហើយសម្រាប់ខ្ញុំ recommend ឲ្យអ្នកដាក់ឆ្លាស់ទៅមួយឆ្លាស់ទៅមកដោយសារអីដោយសារខ្ញុំចង់ឲ្យការដាក់ចូលហ្នឹងគឺវាណែនឲ្យហាប់ល្អគឺយើងដាក់ឆ្លោះឆ្លាស់មួយហ្នឹងទៅឧទាហរណ៍ថាដាក់ខាងហ្នឹងក្នុងទៀតដាក់ខាងនេះបាទហើយត្រឡប់ដាក់ខាងនេះវិញបាទដាក់វាទាំងអស់ឲ្យពេញទៅហើយចំណែកចន្លោះ E គឺយើងដាក់នៅក្នុងចន្លោះហ្នឹងឲ្យពេញដើម្បីអីដើម្បីការពារវាលាន់ហ្នឹងឯងអេឡិចត្រូម៉ាញ៉េទិកពេលដែលធ្វើការវានឹងលាន់ដែរដោយសារយើងដាក់ណែនល្អណាអញ្ចឹងយើងរៀបតាមលំដាប់រៀបអីហើយយើងនឹងដាក់ជើងវាចាប់ចូលឲ្យអស់បាទបន្ទាប់មកយើងនឹងផ្សារចូលណាផ្សារចូលអញ្ចឹងនៅក្នុងផ្សារនៅក្នុងវគ្គនេះយើងត្រូវការកោសសិនណាហើយយើងអាចផ្សារជើងយើងទៅដោយសារខ្ញុំកាត់ខ្លះទេអ្នកនរគ្នាអាចចេះកាត់ចេះផ្សារចេះកោសរូបខ្លួនឯងហើយអ
ចឹងយើងផ្សារទៅជើងណាទៅជើងណានៅលើក sticker គេបិទឲ្យជើងទីម៉ានទៅជើងទីម៉ានហ្នឹងភ្លើងម៉ានវ៉លជើងទីម៉ានទៅជើងម៉ានវ៉លភ្លើងម៉ានវ៉លចឹងយើងផ្សារចំជើងមកហើយយើងកំណត់វាថាឥឡូវបើសិនបើយើងដាក់ខុសអ្នកដែលគេចាប់ហ្នឹងគេអត់ដឹងទេព្រោះយើងប្រាប់គេណាប៉ុន្តែយើងមើលស្រាប់ដែរយើងមើលនៅលើ label របស់យើងហ្នឹង label ហ្នឹងគេបិទអីគេបិទថាជើងទីម៉ានដល់ទីម៉ានម៉ានវ៉លចឹងនៅក្នុងនេះវាដាក់ថាជើងទីចុងគេខាងគេយើងផ្សារខាងមកចឹងនៅពេលដែលយើងផ្សារខាងគេងាយស្រួលក្នុងការមើលព្រោះគេមាន label ចឹង label ហ្នឹងយើងបិទគេវិញផងអញ្ចឹងនៅក្នុងtransformer ខ្ញុំបង្ហាញមួយអ្នកនរគ្នាគឺសម្រាប់ឲ្យអ្នកនរគ្នារៀនរុំហើយយើងត្រូវការមានម៉ាស៊ីនសម្រាប់រុំផងដើម្បីឲ្យយើងដឹងថាវាមានប្រមាណជុំបើយើងអត់មានម៉ាស៊ីនហ្នឹងទេយើងពិបាករុំដៃវាយូរវាហត់ចំនួនទុនច្រើនអញ្ចឹងណាអញ្ចឹងបន្ទាប់ពីរួចរាល់ហើយយើងនឹងអាចធ្វើតេស្តបាទយើងកាច់ចលីបអូមមកយើងបោះខាងចូលខាងចាញ់គឺវាមានបាទអញ្ចឹងយើងអាចដាក់ភ្លើងចូលបានអញ្ចឹងគឺវាមានអូមអ្នកនរគ្នាណាចំនួនអូមវាខុសគ្នាខាងចូលវាច្រើនជាងរុំច្រើនណាអញ្ចឹងយើងអាចចាប់លេខ0លេខ1លេខ0លេខ1ហ្នឹងគឺជាភ្លើងបាទលេខ2អត់មានទេអញ្ចឹងយើងដាក់ភ្លើងវាចូលមកហើយយើងភ្ជាប់មកយើងបើកហើយយើងវាស់អញ្ចឹងពេលដែលយើងវាស់ហ្នឹងយើងមើលភ្លើងយើងជាភាគ AC អញ្ចឹងយើងកាច់មក AC មកយើងវាស់ភ្លើងចូលប្រហែលវ៉ុលហើយចេញហ្នឹងប្រហែលវ៉ុលបាទអញ្ចឹងយើងវាស់ភ្លើងខាងចូលបាទឆែកមកទៅគឺ232វ៉ុលអញ្ចឹងខាងចេញយើងវាស់មើលបាទគឺ115វ៉ុលអញ្ចឹងយើងដឹងហើយ transformer កាលណាភ្លើងចូលខ្លាំងចេញខ្លាំងអញ្ចឹងបើភ្លើងនឹងចូល220អាចចេញ110ត្រូវហើយអញ្ចឹងចំនួនដែលយើងកណនាហ្នឹងគឺត្រូវណាអ្នកនរគ្នាណាអញ្ចឹងយើងអាចមើលអញ្ចឹងទៅហើយយើងមើលដុំរបស់យើងលាន់អត់បើលាន់យើងដាក់ណែនេះអាហ្នឹងយើងត្រូវដឹងអញ្ចឹងបាទអញ្ចឹងយើងអាចមើលប្រៀបធៀបអញ្ចឹងយើងអាចយល់អូខេអញ្ចឹងការជួសជុលដុំភ្លើងខ្ញុំបង្ហាញបានប៉ុណ្្នឹងអ្នកនរគ្នាណាហើយយើងរៀបចំបិទ label អីទៅហើយសង្ឃឹមថានេះអាចធ្វើបានដោយសារតែវាសាមញ្ញទេការរុំក៏អីហ្នឹងណាអូខេយើងជួបគ្នាប៉ុណ្្នឹងចុះហើយអ្នកនរគ្នាអាចមានចង្អល់អីអាចសួរបានអញ្ចឹងក្នុងក្រោយទៀតខ្ញុំអត់មានវីដេអូចេញឲ្យទេដោយសារខ្ញុំមានពេលទេហើយទូរស័ព្ទខ្ញុំដូចជាខូចមិចផងថ្ងៃមុនច្រឡំចាក់យកស៊ីមអញ្ចឹងច្រឡំចាក់ចំកន្លែងមិចបាទវាឥឡូវលឺតេតណាអធិស្ឋានផងហើយសូមជម្រាបលាផងដែរបាទ